ជំរាបសួរបងប្អូនពូមីងពុកម៉ែជាទីនរកពីចម្ងាយកម្មវិធីសម្លេង podcast របស់ខ្ញុំលោកឡុងមេតាថ្ងៃនេះគឺជាថ្ងៃទី1ខែមករាឆ្នាំ2026ខ្ញុំនឹងលើកយកចំណងជើងពាក់ព័ន្ធទៅនឹងថៃវាយលុកនៅពេលវឹកវរផ្អាកយកពេលវេលាចរចាធ្វើជាធម្មតាក្រោយពីឈប់បាញ់គ្នាក្នុងចំណងជើងដែលខ្ញុំទើបអានមិញនេះគឺចង់និយាយសម្ដៅថាតើកម្ពុជាបានបាត់បង់ទឹកដីដែលថៃកំពុងយកបាននៅក្នុងឆ្នាំ2025នេះមែនដែរឬយ៉ាងណាខ្ញុំនិយាយបកស្រាយបើសិនណាបើរឿងនឹងពិតតែការពិតកំពុងកើតមានឡើងអញ្ចឹងថៃកន្លងមកបានវាយលុកនៅពេលដែលមានស្ថានភាពវឹកវរគ្រប់គ្រងស្ថានភាពទាំងសងខាងមិនបានក្រោយមកថៃបានផ្អាកយកពេលវេលាចរចាលើកទី1ចរចាលើកទី2ពាក់ព័ន្ធនឹងការបញ្ឈប់សង្គ្រាមក្រោយពីចរចាដូចមានអត់មានរឿងកើតឡើងអញ្ចឹងខ្ញុំនិយាយនេះមិនមែនជាពាក្យស្លោកទេប៉ុន្តែវាជាយុទ្ធវិធីរបស់ថៃជាដំណាក់កាលគឺដំណាក់កាលទី1ថៃវាយលុកចូលមកក្នុងដីខ្មែរពេលមានស្ថានភាពវឹកវរពេលមានការបាញ់ប្រហារមានភាពច្របូកច្របល់ទាហានថៃរំកិលចូលក្នុងទឹកដីខ្មែរដោយងាយជនភៀសខ្លួនណាតាមព្រំដែនរត់ចេញអស់ទៅថៃនិយាយថាម៉េចថៃនិយាយថាការពារខ្លួនចាំបាច់ឬធ្វើតាមយុទ្ធសាស្ត្រអញ្ចឹងនៅពេលនោះពិភពលោកជាពេចជាពិលមិនដឹងថាយ៉ាងម៉េចព្រោះមានពាក់ព័ន្ធនឹងរឿងចំនួនព្រំដែនជាប្រវត្តិសាស្ត្រកន្លងមកហើយអញ្ចឹងមិនសូវចូលមកជួយភ្លាមបានទេឥឡូវផ្អាកចរចាក្រោយផ្អាកចរចាហើយត្រឡប់មករកការទូតសិនពេលការចរចាចាប់ផ្ដើមថៃវាយលុកដល់ពេលវាលុកចូលបានជ្រៅហើយដាក់បលាលួសខាំងដាក់តបនៅទីហ្នឹងមិនដកថយចូលជ្រៅដល់កន្លែងណានៅកន្លែងហ្នឹងហើយថៃហៅថាការផ្អាកនេះការចរចានេះគឺជាការផ្អាកឈប់បាញ់ការដោះលែងទាហាន18នាក់ឬពាក្យថាសន្តិភាពត្រូវបានប្រើដើម្បីឲ្យមនុស្សណាយើងជាផ្សេងអ្នកព្រំដែនអ្នកជំនាញអីហ្នឹងភ្លេចមើលផែនទីឬបំភ្លេចផែនទីចាស់កន្លងមកចោលនៅចំណុចនេះពេលវេលាខ្លាយទៅជាអាវុធជំនួសអាវុធកំភ្លើងពិតវិញឥឡូវធ្វើដូចជារឿងធម្មតាដូចជាគ្មានអ្វីកើតឡើងមួយសប្តាហ៍កន្លងផុតទៅមួយខែកន្លងផុតទៅច្រើនខែកន្លងផុតទៅពេលវេលាកន្លងផុតទៅទីតាំងថ្មីត្រូវពួកថៃហៅថាស្ថានភាពបច្ចុប្បន្នកម្ពុជាចង់តវ៉ាថៃនិយាយថាកម្ពុជាកំពុងបង្កបញ្ហាឬបង្កភាពតានតឹងអ្វីដែលបានយកដោយកម្លាំងទ័ពថៃត្រូវបានរក្សាទុកដោយភាពស្ងៀមស្ងាត់
ហេតុអ្វីពិធីនេះមានប្រសិទ្ធភាពប៉ុន្តែមានគ្រោះថ្នាក់ច្រើនហើយថៃត្រូវទៅធ្វើវិធីនេះដំណើរការបានពីព្រោះច្បាប់អន្តរជាតិដំណើរការយឺតប៉ុន្តែយោធាចល័តលឿនជាងច្បាប់អន្តរជាតិភាគីថៃដែលវាចូលក្នុងតំបន់ថ្មីបានផលប្រយោជន៍ភាគីកម្ពុជាដែលការពារខំប្រឹងការពារត្រូវប្រឈមមុខផលលំបាកបើវាយតបគឺមានហានិភ័យថែមទៀតឥឡូវហ្នឹងទទួលយកគឺបាត់បង់ដីដោយស្ងៀមស្ងាត់ទៅថៃហើយនេះហើយដែលជាមូលហេតុដែលសន្តិភាពបែបនេះមិនបានធ្វើឲ្យបញ្ហាចប់នោះទេវាគ្រាន់តែជាពេលវេលាមួយពន្យាបញ្ហាក្រោមផែនទីថ្មីអញ្ចឹងហើយបើរឿងថៃចូលកាន់កាប់ទឹកដីខ្មែរនៅក្នុងពេលនេះពិតមែនរឿងហ្នឹងនឹងคล้ายទៅជាបែបហ្នឹងហើយអញ្ចឹងរឿងពិតឬមិនពិតមានតែប្រជាជននៅតាមព្រំដែនបានដឹងការពិតមានតែកងទ័ពនៅជួរមុខគាត់ដឹងការពិតពួកគាត់មានផ្ទះសម្បែងនៅតាមព្រំដែនឬបាត់បង់ផ្ទះសម្បែងនៅតាមព្រំដែនទាហានជួរមុខបាត់បង់នៅទីតាំងដែលគាត់ធ្លាប់ឈរជើងអាហ្នឹងគឺជារឿងពិតដែលគាត់ដឹងប៉ុន្តែឲ្យខ្ញុំនិយាយថារឿងពិតឬមិនពិតគឺខ្ញុំពិបាកនឹងបញ្ជាក់ឡើងវិញព្រោះខ្ញុំអត់បានចូលដល់ផ្ទាល់អញ្ចឹងទុកឲ្យបងប្អូនធ្វើការពិចារណាដោយខ្លួនឯងសូមអរគុណបងប្អូនអធិស្ឋានហើយសូមជូនពរសុខភាពល្អជំរាបលា